បាទវីដេអូនេះខ្ញុំចង់ណែនាំពីរបៀបយើងដូរ password ជាមួយនឹង router outdoor អានេះកន្លែងយើងដាក់ SIM តាមមកយកឃើញភ្លើងសេវាឯនេះណាកន្លែងនេះយើងដោតពី PE យើងហ្នឹងចូលមក PE របស់ឆ្នាំសាក់មកប៉ុណ្ណឹងគឺវាដែរហ្នឹងខ្សែខ្លីឧទាហរណ៍ណាបើខ្សែវែងដោតចឹងដូចគ្នាទេហើយជាមួយ file ឬ code ម៉ាស៊ីនវានៅខាងក្រោមម៉ាស៊ីននេះហើយយើងស្នែ password សម្រាប់យើងចូលទៅដូរក្នុង IP address របស់វានេះ192.168.1.1ហើយ admin password បាទឥឡូវយើងចូលទៅដូរ password មកយើងបើកទូរស័ព្ទយើងធម្មតាសិនណាបាទអញ្ចឹងយើងចុះ Wi-Fi យើងសិនណាបាទអញ្ចឹងយើងរក Wi-Fi ឈ្មោះពីមកនេះ 9D A1 បាទជិះភ្ជាប់បានមកទីយើង Wi-Fi password យើងចូលមកសិនដើម្បីបដូរហ្នឹងយើងត្រូវចាប់ Wi-Fi ដែរបើអត់ចាប់យើងអាចចូល IP address បានទេជិះយើងវាយ code តាមត្រូវមកវាពាក្យថា connect មកបាទអញ្ចឹង connect ចូលហើយចូលហើយយើងចូលទៅក្នុង Chrome មកយើងចង់ដូរ password ណាចូល Chrome ទូរស័ព្ទមកដើម្បីយើងវាយ IP នេះនេះណាបាទយើងវាយមក IP 192.168.100.1បាទវាយតាមហ្នឹងមកចុចមកយើងកូចូលទៅបាទទៅយើងចាំតិចទៅដើម្បីវាចូល login ទៅក្នុងម៉ាស៊ីនអត់បាទយើងកូនដល់មកការបាទយើងចេញមកហើយអញ្ចឹងឡើយនេះយើងវាយ username password យើងចូលវាយពាក្យថា admin ណា ADMIN password ដូចគ្នា ADMIN យកពាក្យថា login មកបាទអញ្ចឹងយើងចូលហើយយើងខ្លោះទៅតែយើងរងចាំបន្តិចទៅយើងអាចស៊ូមវាទូតិចមកណាយើងយកពាក្យថា skip កន្លែងនេះមកណា skip សិនទៅបាទយើងចូលបន្តមកវគ្គទៀតហើយចឹងយើងស៊ូមតិចមកយើងយកពាក្យថា wireless យើងអស់មកឆ្វេងតិចមកអានេះ connection អាចជាប់បាន32គ្រឿងយើងអាចដូរដាក់បានគ្រឿងស្អីទៅយើងណាហើយយើងយកពាក្យ security នេះមក wireless security ឃើញមួយ file code យើងបើក remark មកដើម្បី unmark password ដើម្បីមើលហើយយើងចង់ដូរឈ្មោះអីយើងដូរកន្លែងហ្នឹងមក password ចង់ដូរអីយើងលុបកន្លែងហ្នឹងចេញមកបាទអញ្ចឹងឥឡូវខ្ញុំចង់ដូរឈ្មោះទៅតាមភ្ញៀវឲ្យដាក់ណាឧទាហរណ៍ភ្ញៀវនេះមួយយើងដាក់តាមគាត់ចង់បានបាទតបមកលេខកូដហើយយើង re-enter password ម្ដងទៀតឲ្យដូចគ្នាមកបាទដូចគ្នាហើយយើងសូមវាទូតិចយើងរកពាក្យថា save បាទអញ្ចឹងប៉ុណ្ណឹងហើយប៉ុណ្ណឹងវាដូរផ្ដាច់ទៅបាត់ហើយអញ្ចឹងឥឡូវយើងទៅរកមើលឈ្មោះ file code យើងសាកដើមមកយើងបិទបើកទៅបាទឃើញឈ្មោះថ្មីមកនេះបាទឈ្មោះថ្មីហើយយើង file code យើងដូរមិនមកប៉ុណ្ណឹងមក connect ប៉ុណ្ណឹងជាប់ចេញបាទឃើញ connect ជាប់ឈ្មោះដូរអីហើយអស់ហើយ